នៅថ្ងៃទី13សីហាឆ្នាំ2018ប៉ូលីសនៅក្រុង Free Lake រដ្ឋ Colorado បានទទួលការហៅទូរស័ព្ទមួយដែលពោរពេញទៅដោយការបារម្ភពីស្ត្រីម្នាក់ដែលបានរាយការណ៍ថាមិត្តភក្តិជិតស្និទ្ធរបស់នាងនិងកូនស្រីតូចៗ2នាក់បានបាត់ពីផ្ទះដោយគ្មានដានទ្វារផ្ទះត្រូវបានចាក់សោពីខាងក្នុងកាបូបលុយទូរស័ព្ទនិងថ្នាំពេទ្យនិងរបស់ដែលចាំបាច់របស់នាងត្រូវបានបន្សល់ទុកនៅលើតុទាំងអស់នៅពេលដែលស្វាមីរបស់នាងបានដើរចូលមកក្នុងផ្ទះដោយទឹកមុខស្ងប់ស្ងាត់គ្មាននរណាម្នាក់ដឹងឡើយថានេះមិនមែនជាករណីបាត់ខ្លួនធម្មតាទេប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃរឿងរ៉ាវដ៏ខ្មៅងងឹតនិងរន្ធត់បំផុតមួយដែលលាក់បាំងនៅពីខាងក្រោយស្នាមញញឹមនៃគ្រួសារដ៏ល្អឥតខ្ចោះមួយនេះជនរងគ្រោះដំបូងនៅក្នុងរឿងរ៉ាវនេះគឺលោកស្រី Shanann Watts មានអាយុ34ឆ្នាំ Shanann គឺជាស្ត្រីម្នាក់ដែលរស់រវើកយ៉ាងខ្លាំងនាងធ្វើការជាអ្នកលក់ផលិតផលសុខភាពតាមប្រព័ន្ធអ៊ីនធឺណិតហើយនាងចូលចិត្តចែករំលែករូបភាពជីវិតគ្រួសារដ៏មានសុភមង្គលនៅលើបណ្ដាញសង្គមផ្សេងៗនិងសង្គម Facebook Shanann មានកូនស្រីដ៏គួរឲ្យស្រឡាញ់2នាក់គឺទី1មានឈ្មោះថា Bella អាយុ4ឆ្នាំគឺជាក្មេងស្រីដែលអៀនព្រានតែចូលចិត្តភាពទន់ភ្លន់ហើយនិងទី2គឺមានឈ្មោះថា Celeste ដែលអាយុទៅតែ3ឆ្នាំដែលគ្រប់គ្នាហៅថា CC គឺជាក្មេងក្លាហាននិងពោរពេញទៅដោយស្នាមញញឹមហើយអ្វីដែលរឹតតែអណោចអធមនោះគឺនៅពេលដែលហេតុការណ៍នោះកើតឡើង Shanann កំពុងតែមានផ្ទៃពោះកូនប្រុសអាយុទៅតែ15សប្តាហ៍តែប៉ុណ្ណោះដែលពួកគេបានដាក់ឈ្មោះរួចទៅហើយថា Nico សម្រាប់ភ្នែកដែលអ្នកមើលពីខាងក្រៅគ្រួសារមួយនេះគឺជាគ្រួសារមួយគំរូដែលគ្រប់គ្នាតែងប្រាថ្នាចង់បាននៅរាត្រីថ្ងៃទី12ឈានចូលថ្ងៃទី13នៃខែសីហា Shanann បានត្រឡប់ពីដំណើរកម្សាន្តការងារជាមួយនឹងមិត្តភក្តិរបស់នាងឈ្មោះថា Nicole Atkinson បានបើករថយន្តជូននាងមកដាក់នៅនឹងមុខផ្ទះនៅវេលាម៉ោងប្រហែលជា 1:48 នាទីរំលងអាធ្រាត្រនោះគឺជាលើកចុងក្រោយដែរដែលមិត្តភក្តិរបស់នាងនឹងបានឃើញមុខនាងជាលើកចុងក្រោយនៅព្រឹកបន្ទាប់ម៉ោងប្រហែល12ថ្ងៃត្រង់ Nicole បានព្យាយាមតាក់ទងមក Shanann តាមសារនិងទូរស័ព្ទតែគ្មានការឆ្លើយតបឡើយដោយសារតែ Shanann មានការណាត់ជួបជាមួយនឹងគ្រូពេទ្យដើម្បីពិនិត្យផ្ទៃពោះនៅព្រឹកនោះដែរហើយនាងក៏ជាមនុស្សមិនដែលបាត់ដំណឹងបែបនេះទេ Nicole ក៏បានសម្រេចចិត្តទៅមើលនៅឯផ្ទះផ្ទាល់ប៉ុន្តែនៅពេលទៅដល់ទ្វារផ្ទះត្រូវសោកាប់ជាប់និងគ្មានសំឡេងឆ្លើយតបឡើយ Nicole ក៏បានទូរស័ព្ទទៅប្តីរបស់ Shanann គឺជាលោក Chris Watts និងបានរាយការណ៍ជូនប៉ូលីសភ្លាមៗប៉ុន្មានម៉ោងក្រោយមកប៉ូលីសនិង Chris បានបើកទ្វារចូលទៅក្នុងផ្ទះពួកគេបានឃើញថាឡានរបស់ Shanann នៅតែចតនៅនឹងមុខការ៉ាសកាបូបដៃទូរស័ព្ទនិងចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាងត្រូវបានទុកចោលនៅលើតុឯចំហៀងគ្រែដោយគ្មាននៃការប្រយុទ្ធនិងគ្មានការកោះទ្វារឡើយ Shanann និងកូនបានបាត់ខ្លួនដោយគ្មានសល់តម្រុយថ្ងៃបន្ទាប់ករណីនេះត្រូវបានក្លាយជាព័ត៌មានធំប្រចាំប្រទេស Chris Watts បានឈរនៅមុខផ្ទះរបស់ខ្លួនហើយផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាច្រើនដោយប្រើទឹកមុខស្ងប់ស្ងាត់គាត់បាននិយាយអង្វរឲ្យប្រពន្ធនិងកូនត្រឡប់មកផ្ទះវិញប៉ុន្តែប៉ូលីសបានដាក់ការស៊ើបអង្កេតដោយប៉ូលីសបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពពីផ្ទះអ្នកជិតខាងកាមេរ៉ានោះបានថតជាប់ឃើញថានៅព្រឹកព្រលឹមម៉ោង 5:30 នាទី Chris បានថយរថយន្ត pick up របស់គាត់ចូលទៅជិតទ្វារនៃការ៉ាសហើយបានលើកវត្ថុធ្ងន់ជាច្រើនដាក់ចូលក្នុងឡានមុនពេលបើកចេញទៅធ្វើការអ្វីដែលចម្លែកនោះគឺថាគ្មានកាមេរ៉ាណាមួយថតឃើញ Shanann និងកូនដើរចេញពីផ្ទះនោះឡើយប៉ូលីសបានសហការជាមួយនឹងភ្នាក់ងារ FBI និងការិយាល័យស៊ើបអង្កេតរដ្ឋ Colorado ដើម្បីចាប់ផ្ដើមសួរចម្លើយ Chris យ៉ាងលម្អិតនៅពេលដំបូងមហាជនបានសង្ស័យថាអាចជាការ
ចាប់ជំរិតប៉ុន្តែប៉ូលីសបានតម្រង់ទិសដៅមកលើគ្រីសដោយផ្ទាល់គ្រីសវ៉ាតមានអាយុ33ឆ្នាំជាប្តីដែលស្ងប់ស្ងាត់ចិត្តល្អនិងមិនធ្លាប់មានប្រវត្តិហិង្សាឡើយប៉ុន្តែនៅពេលប៉ូលីសជីកឬគល់នៃជីវិតរបស់គាត់ពួកគេបានរកឃើញរឿងសម្ងាត់ដ៏ធំមួយគ្រីសកំពុងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីម្នាក់ឈ្មោះ Nicole Khan-Singer ដែលជាសហការីធ្វើការនៅក្រុមហ៊ុនប្រេង Anadarko ជាមួយគ្នាគ្រីសបានភូតភរស្រីស្នេហ៍ថាគាត់និងប្រពន្ធកំពុងរៀបចំលែងលះគ្នាគាត់ចង់បានជីវិតថ្មីនិងសេរីភាពដែលគ្មានការទទួលខុសត្រូវលើគ្រួសារឡើយអ្វីដែលកើតឡើងបន្ទាប់បានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលនៅថ្ងៃទី15ខែសីហាប៉ូលីសបានសុំឲ្យគ្រីសធ្វើតេស្តកុហកគ្រីសបានយល់ព្រមប៉ុន្តែជាលទ្ធផលគាត់បានធ្លាក់តេស្តនេះយ៉ាងធ្ងន់ធ្ងរអ្នកសួរចម្លើយបានប្រាប់គាត់ត្រង់ៗថាអ្នកមិនបាននិយាយការពិតទេគ្រីសនៅក្រោមសម្ពាធនៃការសួរចម្លើយជាច្រើនម៉ោងនិងបន្ទាប់ពីបានជួបឪពុករបស់គាត់គ្រីសបានដួលរលំនិងចាប់ផ្ដើមសារភាពជាដំបូងគាត់បានទម្លាក់កំហុសទៅលើឆាណានដោយភូតភរថាគាត់បានសុំលែងលះធ្វើឲ្យឆាណាននឹងខឹងរហូតដល់ច្របាច់កកូនស្លាប់ទើបគាត់ខឹងខ្លាំងពេកក៏បានច្របាច់កឆាណាននឹងសម្លាប់តែម្ដងប៉ុន្តែការពិតដ៏ខ្មៅងងឹតនេះនឹងពិតប្រាកដត្រូវបានលាតត្រដាងនៅពេលក្រោយគ្រីសគឺជាអ្នករៀបចំផែនការនិងសម្លាប់ពួកគេទាំងអស់ដោយដៃរបស់គាត់ផ្ទាល់នៅព្រឹកព្រលឹមថ្ងៃទី13ខែសីហាបន្ទាប់ពីមានការឆ្លោះប្រកែកគ្នាអំពីការលែងលះគ្រីសបានច្របាច់កឆាណានរហូតដល់ស្លាប់នៅលើគ្រែពេលនោះកូនស្រីតូចបានភ្ញាក់ដឹងខ្លួនហើយគ្រីសបានយករាងកាយរបស់ឆាណានរុំក្នុងភួយដាក់ចូលទៅក្នុងឡានព្រមទាំងនាំកូនស្រីទាំងពីរដែលនៅរស់ឡើងឡានជាមួយគ្នាទៅកាន់ដល់ការដ្ឋានប្រេងដាច់ស្រយាលមួយនៅទីនោះគ្រីសគាត់បានធ្វើរឿងដ៏សាហាវឃោរឃៅបំផុតគាត់បានប្រើខ្នើយសម្រាប់កូនស្រីពៅគឺសេឡេសមុនគេរួចទម្លាក់សពរបស់នាងចូលទៅក្នុងស៊ីតែនប្រេងឆៅកូនស្រីច្បងគឺបេឡាបានឃើញហេតុការណ៍បែបនេះហើយក៏បានអង្វរឪពុករបស់នាងថាប៉ាកុំធ្វើបែបនេះលើកូនប៉ុន្តែគ្រីសមិនបានអែអង្ឡើយគាត់បានសម្លាប់បេឡាតាមរបៀបដូចគ្នាហើយទម្លាក់សពរបស់នាងចូលទៅក្នុងស៊ីតែនប្រេងមួយផ្សេងទៀតចំណែកសាកសពរបស់ឆាណានត្រូវបានគ្រីសយកទៅកប់នៅក្នុងរន្ធដីរាក់មួយនៅជិតនោះក្រោយពីការសារភាពនេះហើយនៅខែវិច្ឆិកាឆ្នាំ2018ដំណើរការតុលាការបានចាប់ផ្ដើមដើម្បីជៀសវាងទោសប្រហារជីវិតគ្រីសវ៉ាតបានយល់ព្រមសារភាពកំហុសលើគ្រប់បទចោទប្រកាន់ទាំងអស់រួមមានបទឃាតកម្មកម្រិតទី1ចំនួន9ករណីលើប្រពន្ធនិងកូននិងទារកក្នុងផ្ទៃនៅក្នុងសវនាការគ្រួសាររបស់ឆាណានបានថ្លែងសារទាំងទឹកភ្នែកនិងមានការជឿចាប់ខ្លាំងបំផុតចៅក្រមបានប្រកាសសារក្រមផ្តន្ទាទោសគ្រីសវ៉ាតឲ្យជាប់ពន្ធនាគារអស់មួយជីវិត5លើកបន្តបន្ទាប់គ្នាដោយគ្មានសិទ្ធិស្នើសុំនៅក្រៅឃុំឡើយបច្ចុប្បន្នគ្រីសវ៉ាតកំពុងតែអនុវត្តទោសនៅក្នុងពន្ធនាគារក្នុងរដ្ឋ Wisconsin ជាកន្លែងដែលគាត់ត្រូវចំណាយពេលដែលរស់នៅសល់ក្នុងជីវិតរបស់គាត់នៅក្នុងបន្ទប់ឃុំឃាំងបាទករណីនេះត្រូវបានបញ្ចប់តែត្រឹមនេះហើយដោយជនរងគ្រោះឆាណាននិងបេឡាហើយនិងសេឡេសនិងទារកមួយទៀតដែលមានឈ្មោះថានីកូគឺបានចាក់ចែងពីពិភពលោកនេះទៅទាំងអយុត្តិធម៌បំផុតហើយជនល្មើសគ្រីសវ៉ាតបានទទួលទោសនៅក្នុងពន្ធនាគារអស់មួយជីវិតរឿងរ៉ាវនេះបានទុកជាមេរៀននិងការរំលឹកយ៉ាងជឿជាក់ថាមនុស្សខ្លះអាចលាក់បាំងបិសាចនៅក្នុងខ្លួនបានយ៉ាងល្អនៅក្រោយស្នាមញញឹមដែលយើងទុកចិត្តបំផុតតើប្រិយមិត្តយល់យ៉ាងណាចំពោះករណីមួយនេះតើអ្វីជាកត្តាពិតប្រាកដដែលជំរុញឲ្យឪពុកម្នាក់ហ៊ានបំផ្លាញគ្រួសារបង្កើតរបស់ខ្លួនដោយគ្មានក្តីមេត្តាបែបនេះសូមបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមហើយកុំភ្លេច like និង subscribe ដើម្បីតាមដានរឿងពិតប្រាកដក្រោយៗទៀតសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ